Ok,ឥឡូវយើងបន្តវីដេអូទី2 ហើយវីដេអូទី1ខ្ញុំបានរៀបរាប់អំពី Laravel Framework ហើយឥឡូវចូលវីដេអូទី2យើងចាប់ផ្ដើមរៀន install Laravel ហើយនឹងយើងមើលថា server requirement មានន័យថាយើងត្រូវតម្លើង server មិនដើម្បីឲ្យ support ជាមួយ version របស់ Laravel អញ្ចឹងឥឡូវនេះខ្ញុំចាប់ផ្ដើមបើក website Laravel មកនេះគឺ website laravel.com បន្ទាប់មកយើងចូល document អញ្ចឹងយើងដល់ document មកដូចខ្ញុំនិយាយពីវីដេអូមុនអញ្ចឹងគឺយើងរៀន version 7 ឥឡូវវាចេញដល់ version 8 ហើយអញ្ចឹងខ្ញុំបរៀន version 7 ព្រោះ version 7 ហ្នឹងគឺខ្ញុំរៀងមានបទពិសោធន៍ច្រើនជាមួយវា version 8រៀងថ្មីតែអញ្ចឹងខ្លាចបរៀនទៅវល់ខ្លួនឯងអញ្ចឹងខ្ញុំបរៀន version 7 អញ្ចឹងយើងចុចលើ version 7 មកគេដាក់នេះserver requirement អញ្ចឹង server requirement មានស្អីខ្លះនេះយើងមើលអានេះប្រភេទពាក់ព័ន្ធមួយ server function extension ពាក់ព័ន្ធមួយ server ហើយ PHP វាប្រើធំជាងឬក៏ស្មើ 7.2 អញ្ចឹងអា PHP ហ្នឹងគឺជា server ហើយ Apache របស់យើង30 server របស់យើងណាអញ្ចឹងសួរថាមុននឹងយើងប្រើ Laravel បានយើង download ឬក៏ install ឬក៏ run Laravel បានយើងត្រូវការអីខ្លះអញ្ចឹងអ្វីដែលយើងត្រូវការ software យើងគឺមានប្រមាណ software នេះអញ្ចឹងមុននឹងយើង install Laravel ហ្នឹងគឺយើងនេះមើលអា server requirement ហើយយើងដឹង software ថាត្រូវប្រើ software អីដើម្បី download វាដើម្បី run វាដើម្បីសរសេរ code វាអញ្ចឹងនៅក្នុងfolder នេះខ្ញុំនឹងពេលចប់មេរៀនខ្ញុំនឹង copy ឲ្យអញ្ចឹង software មាននៅនឹងស្រាប់ឬក៏យើងទៅចង់ទៅ download នៅក្នុង website វាក៏បានដែរអញ្ចឹងទី1យើងត្រូវប្រើ30 server ហ្នឹងគឺជា server មួយសម្រាប់ run PHP code សម្រាប់ run PHP file អញ្ចឹងណាអញ្ចឹងយើងប្រើ30ហើយ30ហ្នឹង version វា 7.4.4 អាហ្នឹងមានន័យថា version របស់ PHP ឯងversion PHP អញ្ចឹង server នេះគេ require ធំជាងឬក៏ 7.2 អញ្ចឹងបើរបស់យើងនេះវា 7.4 អញ្ចឹងមានន័យធំជាងហើយអញ្ចឹងអត់អីទេប្រើបានជាមួយ Laravel 7 ណាតែបើយើង download 30 version 7.0 ឬក៏ 7.1 អាហ្នឹងrun ជាមួយ Laravel អត់បានទេដោយសារវា version ទាបអញ្ចឹង Laravel វា require ថាត្រូវទៅម៉េចឲ្យធំជាង 7.2 ឬក៏ស្មើ 7.2 អូខេអញ្ចឹង30នេះពេលយើង install ហ្នឹងគឺសម្រាប់ run PHP file ព្រោះ Laravel វាប្រើ PHP file អញ្ចឹងយើងដើម្បីយើង run វាឲ្យវាដើរតើយើងមាន server នេះឬក៏យើងអាច run តាម command របស់វាបានណាប៉ុន្តែយើងប្រើ30នេះទៅហើយ MySQL database យើងក៏នៅក្នុងហ្នឹងដែរពេលដែលយើង install ទៅគឺវាមក MySQL ហើយនឹង PHP ហើយទី2 composer ហ្នឹងគឺយើងត្រូវការដែរយើងត្រូវការដើម្បី download Laravel មកដើម្បី install library របស់ Laravel ដើម្បីប្រើ command ប្រើអី Laravel អញ្ចឹងណាអាហ្នឹងគឺត្រូវការហើយ subline text នេះគឺសម្រាប់យើងសរសេរ code គេហៅ text editor ណាយើងមាន text editor ច្រើនប្រភេទប៉ុន្តែខ្ញុំចូលចិត្តសរសេរនេះដោយសារវាស្រួលណាមួយខ្ញុំចេះប្រើហ្នឹងអាផ្សេងក៏ល្អដែរប៉ុន្តែយើងធ្លាប់ប្រើនេះគឺយើងប្រើនេះអញ្ចឹងវាសម្រាប់សរសេរ code website សរសេរ code PHP ហ្នឹងហើយ NNP នេះអាហ្នឹង Notepad++ ហើយ Notepad++ ហ្នឹងក៏យើងត្រូវការដែរដើម្បីយើង copy code copy អីពី template របស់គេមកអញ្ចឹងស្រួលពេលយើង download មកយើងក៏ right click អីមកវាចេញអា Notepad++ មក edit ភ្លាមហើយទី5នេះគឺ Git ហ្នឹងគឺយើង install ហ្នឹងដើម្បីប្រើ command line ដើម្បីប្រើ command ងាយស្រួលយើងប្រើ command របស់ Windows 10ក៏បានដែរប៉ុន្តែវាអត់ស្រួលដូចអានេះវាងាយស្រួលជាងអញ្ចឹងយើងប្រើដើម្បីនៅក្នុង Laravel ដើម្បីយើងបង្កើត file control បង្កើត model ឬក៏ download អីហ្នឹងគឺយើងអាច
ប្រើ command របស់ git ហ្នឹងដើម្បី download អូខេអញ្ចឹង software ដែល require ហ្នឹងគឺមាន5 software ហ្នឹងយើង install មកយើង download មកហើយយើង install និចរហូតទៅអត់ពិបាកទេអត់មាន config អីញ៉ៃញ៉ៃទេនិចរហូត yes no okay yes no okay រហូតទៅហើយមានអីបាក់ download ឥឡូវសាមចូលមក website សាមយក download ហ្មងទៅចឹងនេះវាមាន PHP 7.2 7.3 7.4 ដូចរបស់ខ្ញុំមិញហ្នឹងដូចជា 7.4 ឥឡូវវាចេញដល់ 8 ចុចហើយចឹងខ្ញុំ down 7.4 ចឹងអា Laravel យើងហ្នឹងគេ require 7.2 ចឹងយើង down តាម 7.3 ក៏ support 7.2 នេះក៏ support 7.4 ក៏ support ចឹងអត់បញ្ហាទេកុំឲ្យយើង down តាម 7.1 បាទ 7.1 ហ្នឹងវា version ចាស់ហើយអានេះ map Linux map អីមានទាំងអស់អូខេអញ្ចឹងយើងគ្រាន់ចុច download មកគឺវា down អា file នេះមកហើយ composer យើង down ពីណាមក composer នៅពេលដែលយើងបើក Laravel 7 មកយើងមើលកន្លែង installation នេះ install link មកនេះវាប្រាប់ install link Laravel ឬត្រូវនេះត្រូវការ composer to manage dependency អញ្ចឹងយើងនេះចុចលើ link ហ្នឹងមកនេះចូល get composer.org ហើយចុចពាក្យ download បន្ទាប់មកចុចលើ file នេះមកវា down ហើយវា down file setup.exe ហ្នឹងមកហើយចឹងអត់មានអីបាក់ download ទេហើយ install និចរហូតទៅហើយមួយទៀត software មួយទៀតSublime Text នេះយើងវាយមក download Sublime Text Editor ចឹងនេះ website official វាចឹង Sublime Text ហ្នឹងនេះ64 bit Windows យើង64 bit យើង down 64 bit មកចឹងអានេះជា file setup file exe បើយើងចុចលើនេះតែបើយើងចុចលើនេះមានន័យ portable file zip យើងពលាបើកប្រើហ្មងអានេះយើងបើក download exe ហើយយើង set up ហើយបានវាតម្លើងចូលកុំព្យូទ័រយើងហើយ Notepad++ នេះសិតតែស្រួល download ទេវាយដល់ប៉ុណ្ណេះមកចាញ់នេះចូលមកនេះចូលពាក្យ download មកនេះចុច download មកហើយចង់បាន64ហើយ git អានេះ git ខែ git ចឹង git យើងវាយមក download git for Windows ចឹងមកចឹងនេះ git.cscm អីនេះចុចលើវាមកហើយយើង click download មកនេះ64នេះចុច download មកគឺគោវាចេញអារូបកុំព្យូទ័រនេះជប់នេះវាចេញចេះនេះចុចអាហ្នឹងមកវា down ហើយចឹងវាអត់ពិបាក down ទេចឹងយើងបាន5 software ហ្នឹងហើយអញ្ចឹងយើង install ទៅទី1 install នេះទី2អានេះដល់ពេលដែល install ហើយយើងបានXAMPP នេះអញ្ចឹង XAMPP យើងនេះគឺ install មកយើងវាយមក XAMPP ហ្នឹង server អញ្ចឹងពេលយើង install វាមកនេះឥឡូវសាក install មិនសាក install ក៏ដើម្បីឲ្យមើលកន្លែង step មានតិចវាចេញ message នេះអូខេមកនិចទៀតមកនេះវាយើង store ទៅណា default វា store C XAMPP ហ្នឹងឯងអញ្ចឹងយើង store ហ្នឹងក៏បានអត់បញ្ហាមិនបាច់ដូរ folder ក៏បានដោយសារនៅពេលដែលយើងចង់ backup អីយើងគ្រាន់ copy អា folder XTSS នេះមកចេញមកយើងចង់ format Windows format អត់បញ្ហាទេអញ្ចឹងនិចទៅរហូតទៅនិចទៅរហូតវាដាក់វាទៅហើយអញ្ចឹងដោយសារខ្ញុំនៅក្នុង C ហ្នឹងនេះអញ្ចឹង file server អា XAMPP ហ្នឹងគឺទាំងអស់ហ្នឹងនៅក្នុងហ្នឹង PHP MyAdmin នៅក្នុងហ្នឹងអា database របស់យើងហើយ htdoc នេះគឺកន្លែង website របស់យើង project របស់យើងដែលយើងត្រូវដាក់ចូលអញ្ចឹងយើងអាចបង្កើតអីយ៉ាងមកហ្នឹងហើយអញ្ចឹងបន្ទាប់ពីយើង install ទាំងអស់ហ្នឹងហើយ
dương chập đám tới download Laravel của dương chập đám download từ Laravel và nếu như mình toàn thế chẳng là bay download Laravel cho website về máu dương cho bật này dương trả lời với nhà dương download version 6.4 chẳng sẽ gì chẳng nhưng download version Perl và trọng mất nhiều install link chẳng install link anh ấy có install bàn đấy và tay dương phải install tạm năng tế cái dương tới nè cái này nè cái project này chẳng dương còn copy màu copy là code năng máu là git ấy dương bàn install hào giấy git thì cảm thì git là dương install mà nhé này nhầm phép miền phèm mà nhé chân dương trong download là về nó đặn nè dương trong down đặn tải đi của anh tải C của anh ấy của anh nè lấy nhầm down đặn trong server nhom một đảo ấy chân dương phở git nó dương còn đâu right click máu dương giờ git here máu git base here máu cứ path với C giảm ở ấy thì đó nè chân dương paste project năng máu trong project nắng vì từ create project hồi vì từ download file Laravel version của project chẳng anh ấy folder đặt download folder kì một Laravel per cô ấy chẳng từ lại đã Laravel per ok enter nè thế là p đã enter máu vì download việc download Laravel per lần màu nè nè cứ nhé file folder để dựng đặt mua mà nhỉ trong dùng chăm với là hô đầu về finish chăm là hô đầu về finish hỏi chấm nó complete đây nó complete đây lấy nhom miền là về xẹp copy năng mau vào rồi đó đây là về nhập bạn down mà hỏi nhập bạn xịt môi tiểu tiện chẳng lô roll về budget nó pi ô tô bờ cho dựng down mau thay cha hay vậy ô tô dựng down mau thay chẳng bị down chốt dựng ra môi tục từ được xịt môi tục từ ngày khởi dựng trong xe lừa vía dựng bạch down mà xà đây đây dựng bạch vay của mình down xà đây đây dựng cron tài copy vía máu và lìa về tranh máu hỏi xe cho vô đây rồi chẳng là nít nhom miền xẹp hỏi là về bờ ok này file vía cứ complete rồi việc rồi chẳng nhom copy vía máu chọn mua tiệt chọn mua rồi gì nè mà này rồi bờ ít nhân đó mọi copy đâu bị chọn mà dân nó lột mấy nó anh ấy ấy thì đó nó vừa nơi không này nè nó không giảm ấy thì đó phần tay nhom pin về tới khui giả xe nhom sùa về nhom chọn cho phụ đỡ nhom cho trả lời này móc về từ những chơi châu mà đông mùi nhà nhà vậy lớn nhom copy budget đây nhom download hỏi tham ai được cái này là về bờ được cái này hỏi nhom copy từ nó lộ lươn chiến phụ download về ai hiện dù chiến anh si son lừa internet dần này giống nè bởi internet dần lươn đó internet dứt nhân thôi vì màจะตู้ทอมนะmà bài thôi mà p lá ngọn tròn vì ai phèm tí đọng này tí bay tí chứ nó vì mình du đó hộp máu bởi copy download là nó lươn chứ thôi nào đầu về nó cứ file với này file với mà mớn mà đổi sang số file để không mà folder với nó miền file này không nó cho nên nó file về cho mình tên đăng việc trôn ai class hay giờ mình đăng giờ đăng thế này hồi bắt hai này nè hồi bắt hồi muốn copy giống thì thông tí nè việc đặt package manifest này generate successful cho mình này đã chụp chơi này
key generate អីវាចេញមកគឺនិយាយដល់ application key set success អាហ្នឹងមានន័យថាអូខេហើយដើរហើយយើងបាន download Laravel មកបានហើយអញ្ចឹងដើម្បីយើង run វាបានទី1យើងអាច run តាមរបៀបប្រើ command ក៏បានយើង run តាមរបៀបប្រើ command ចឹងអានេះនៅក្រៅនេះទេឥឡូវខ្ញុំបិទចោលខ្ញុំនេះយើងចូលមករហូតដល់ Laravel ដែលយើង download មកហ្នឹងយើងចូលមកហើយនៅក្នុង root folder ហ្នឹងយើង right click មក git bash here មកយើងបើក command ហ្នឹងមកនេះវាចូលដល់ c design ht.laravel server អញ្ចឹងយើងវាយ command php artisan អាហ្នឹងគឺយើង run server ណា run server របស់ Laravel run original server អញ្ចឹងនេះ address វា IP នេះវាស្មើ localhost យើងវាយ localhost 8000ចេះក៏ត្រូវដែរអត់បញ្ហាទេអញ្ចឹងឥឡូវខ្ញុំសាក run ចេះ3000 port វាមិញអូខេអញ្ចឹងមានន័យថា Laravel យើងដើរយើង install បានជោគជ័យហើយយើង install បានជោគជ័យហើយយើង run តាម Laravel នេះរបស់វា command របស់វាយើង start server អានោះ virtual server របស់វាហ្នឹងហើយវាយើងបិទអាហ្នឹងមានន័យថាយើងបិទ server ដែរអញ្ចឹងវាអត់ដើរវាដាច់ហើយមួយវិញទៀតយើងប្រើតាម XAMPP server យើងប្រើតាម XAMPP server ហ្នឹងគឺយើងបើកនេះ XAMPP មកពេលបើកមកវាចេញជាតថ្មីបើកមកវាចេញ start ចេះហើយដល់ពេលហើយយើងចុច start វាមក start អា Apache មួយអាហ្នឹងសម្រាប់ run PHP ទៅ start អា MySQL មួយសម្រាប់ service របស់ database យើង MySQL ពេលដែល start ហ្នឹងមកយើងចុច admin ក៏បានយើងចុចលើ admin ក៏បានវានឹងទៅ localhost នេះក៏យើងបើកអានេះក៏ low វា slow អានេះ website ខ្ញុំ website KSD ខ្ញុំហើយយើងបើកទៅគឺចេញ website ហ្នឹងនេះ localhost ខ្ញុំ bookmark នៅក្នុងនឹងស្រាប់គឺវាចេញ KSD របស់ខ្ញុំគឺវាទៅបើកអានេះវាទៅបើក KSD admin របស់ខ្ញុំនេះអញ្ចឹងខ្ញុំអត់ចង់ឲ្យបើក localhost មកចូលអា KSD admin ហ្នឹងទេខ្ញុំចូលនៅក្នុង Laravel 7ខ្ញុំចង់ចូល Laravel 7ហើយអញ្ចឹងខ្ញុំត្រូវកែ path វាខ្ញុំចូលកន្លែង config Apache នេះ ATTPD នេះខ្ញុំ scroll document root អញ្ចឹង document root នេះយើងអាច search ក៏បានយើង scroll រហូតឃើញយើង search មកយើងវាយពាក្យ document root មក search អញ្ចឹងខ្ញុំចូលទៅនេះ at.laravel 7ហើយយើងចូលទៅ folder publish ព្រោះ file index វានៅក្នុង folder publish អញ្ចឹងតើយើងចូលហ្នឹងបានវារកអា file index ឃើញអញ្ចឹង website យើងដែលយើងបើកដំបូងគឺអា file index ហ្នឹងដើរមុនគេអញ្ចឹងរក file ហ្នឹងឲ្យឃើញតែរក file ហ្នឹងអត់ឃើញនឹងដើរណាដើរណៃដែរអញ្ចឹងយើងចូល folder publish មកនេះ publish មកហើយវានឹងបើកអា file index នេះអញ្ចឹងខ្ញុំ save តទៅពី save ហើយខ្ញុំបិទអានេះហើយរាល់ការដែលកែនៅក្នុង notepad មិញហ្នឹងកន្លែង config វាមិញហ្នឹងគឺកែហើយត្រូវតែ stop server សិនតមក start server ម្ដងទៀតដើម្បីឲ្យវា take effect តែយើងអត់ start stop មានន័យថាអា path វានៅចាស់ឡើយវាអត់ទាន់ទាញអាថ្មីដែលយើងកែថ្មីទេឥឡូវយើងសាក localhost ម្ដងទៀតចេញ Laravel យើងឬក៏ចេញអីនេះចេញ Laravel យើងអញ្ចឹងវាទៅបើកអា file index Laravel យើងហ្នឹងហើយអា index ហ្នឹងវាធ្វើការមួយអីផ្សេងច្រើនទៀតអាហ្នឹងវាទៅតាមហ្នឹងទៀតតែ Laravel គេបង្កើតមក file វានៅក្នុង publish ប៉ុន្តែនៅពេលដែលខ្ញុំហោះចូល server អត់ដឹងអីទេជំនាន់ root server ទៅចុង publish ហើយទៅចូលទៀតវាញ៉ៃដែរអញ្ចឹងណាខ្ញុំចង់ move អា file ហ្នឹងដាក់ក្រៅចង់ move file ដាក់ក្រៅអញ្ចឹងខ្ញុំ move file នេះដាក់ក្រៅ
កាត់ដាក់ក្រៅមានន័យឲ្យ file index វាមិននៅក្រៅវិញព្រោះ server ខ្លះពេលដែលបើកមកចេញ folder public នេះroot server ខ្លះខ្ញុំ copy ឥឡូវខ្ញុំនេះវិញ undo សិន undo move ខ្ញុំរាវាមួយទុក control error មកជាទុកគ្រាន់ restore វាមកវិញបន្ទាប់មកយើង move អាប្រមាណ file ហ្នឹងចេញមកក្រៅ folder អូខេអញ្ចឹង folder public យើងលែងមាន index ហើយអញ្ចឹងអា exam យើងមិនយើងចូល folder public អញ្ចឹងវាទៅរក file index អត់ឃើញទេអញ្ចឹងវា error អញ្ចឹងខ្ញុំទៅកែក្នុង exam វិញកែកន្លែង config មិញខ្ញុំមកចូល public ទេគឺខ្ញុំចូលត្រឹម Laravel 7អូខេយើង start មួយដើម្បីវានេះឥឡូវយើង run ទៅនៅពេល run ទៅវា error ដោយសារអីយើងដូរអា file index វាខុស path របស់វាអញ្ចឹងវាទៅរកអា file index ហ្នឹងអត់ឃើញទេអា auto load អីអត់ឃើញទេអញ្ចឹងវា error ហើយអញ្ចឹងដើម្បីយើងកែវាឲ្យត្រូវ path វាយើងចូលកន្លែងនេះឥឡូវខ្ញុំបើក subline តិចរបស់យើងមកអានេះកម្មវិធី math របស់ KSD ខ្ញុំបើករបស់យើងវិញ Laravel យើង Laravel 7ខ្ញុំបិទអាចាស់ចោលទៅ search មកអូខេអញ្ចឹងនេះអា file index មិញហ្នឹងវានៅក្នុងអា folder public នេះដើម្បីយើង move ចេញអញ្ចឹងវារក file ហ្នឹងអត់ឃើញវារកអា auto load អត់ឃើញអា index ហ្នឹងវាទៅរកអា file ហ្នឹងអត់ឃើញអញ្ចឹងយើងត្រូវទៅកែក្នុងអា index file នេះកែក្នុង index file ដោយ PHP យើងលុបអាបាទនេះខ្ញុំចេញមកនេះអាចុច2និង backslash 1មកយើង save លុបតែប៉ុណ្្នឹងមកវាដើរអញ្ចឹងយើងសាកម្ដងទៀតអូខេវាដើរអញ្ចឹង index យើងគឺយើងដាក់ក្រៅយើងដាក់ក្នុងដូចគេទេដោយសារការដាក់ក្នុងខ្ញុំ save ចេញមុន server ខ្លះក៏អីទៅ server ខ្លះតទៅនៅក្រៅបានវាស្គាល់ index file ដល់ពេលខ្ញុំអាហ្នឹងវាអាចធ្វើបានអត់អីទេប៉ុន្តែខ្ជិលអាពេលយើងបង្ហោះចូល web hosting ទៅនៅតែចូលកែ zoom កែអីញ៉ៃអញ្ចឹងដាក់ក្រៅកែទៅប៉ុណ្ណឹង upload ទៅគឺដើរយកមកអូខេអញ្ចឹងមេរៀន install Laravel របស់យើងហ្នឹងគឺចំណុចទី2ហ្នឹងគឺ install បានជោគជ័យហើយ Laravel យើងអញ្ចឹងបន្ទាប់មកវីដេអូក្រោយខ្ញុំនឹងបង្ហាញអំពីមេរៀនបន្តទៀតសូមអរគុណ